นมกรุខ្មែរយើងនឹងបងប្អូននំក្រួចាក់ដោយដៃផ្ទាល់បងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះមកអូនជេលីហ្នឹងចង់ហូបនំក្រួបងប្អូនអើយត្រូវនឹងយើងទៅលេងផ្ទះយើងខានធ្វើនំក្រួហូបជុំគ្នាយូរបងប្អូនទាំងអស់គ្នាឥឡូវយើងហ្នឹងយើងមានកិត្តិយសចាក់នំក្រួអីចឹងបងប្អូនមកហើយបងប្អូនក្មេងៗជំនាន់ក្រោយខ្លះក៏អត់ស្គាល់ដែរនេះពួកអីឥឡូវហ្នឹងគេទំនើបគេមានម្សៅស្រាប់ម្សៅអីចឹងទិញមកចាក់យកអីចឹងអ្នកខ្លះក៏ខ្ជិលកាពីកប៉ុកច្រើនទិញអស់តែ2 3000ហូបទៅយកទៅណាមិនអស់អញ្ចឹងហើយហ្នឹងចង់ឲ្យស្គាល់ថានេះគេហៅត្បាល់កិនបងប្អូនមកត្បាល់កិនកទៅជាម្សៅដើម្បីទៅចាក់នំហើយអ្នកខ្លះក៏ខ្ជិលក៏ទិញម្សៅស្រាប់ពីផ្សារអញ្ចឹងទៅហើយអ្នកខ្លះខ្ជិលមែនតែនទៅខ្ជិលនឹងទិញម្សៅយកមកធ្វើទៀតទៅទិញនំគេធ្វើស្រាប់បណ្ដោយទៅហូបទៅវាស្រួលមិនចាំហត់អីចឹងតែយើងក៏ចង់ហូបរបស់ដែលយើងធ្វើដោយផ្ទាល់ដៃយើងធ្វើដោយខ្លួនឯងយើងដឹងថាម៉េចអីចឹងបងប្អូនអរគ្នាហើយវាស្និទ្ធនឹងការហូបដែរបងប្អូននេះបងប្អូនអរគ្នាដែលបងប្អូនបានឃើញចឹងនេះម្សៅយើងកិនមកវាចេញជាយកអង្គទៅកិនទៅចេញជាម្សៅអញ្ចឹងបងប្អូនអូកូនងានោះគេធ្វើហ្នឹងហើយបងប្អូនអរគ្នានេះរួចមកយើងក៏យកទៅកូរទៅលាយវាជាមួយនឹងពងមាន់ពងអីចឹងទៅដើម្បីឲ្យវាពេលយើងចាក់ទៅវាស្អិតវាឡើងវាអីចឹងល្អចឹងបងប្អូនយើងកូរវាឲ្យចូលជាតិគ្នាសមអីចឹងបងប្អូនមកយើងដាក់លឹកខ្ទឹមដាក់ពងមាន់ដាក់ឲ្យចូលដើម្បីកូរវាឲ្យចូលថប់គ្នាដើម្បីពេលយើងចាក់ទៅវាឡើងល្អអីចឹងបងប្អូនអរគ្នាហ្នឹងហើយមិនអីពិបាកទេបងប្អូនឲ្យតែយើងតាំងចិត្តថាយើងចង់ធ្វើវាមានអីពិបាកទេហ្នឹងហើយរួចមកយើងក៏ពូតយកខ្ទិះដូងបងប្អូនអរគ្នាខ្ទិះដូងយើងកោសរួចរាល់ហើយយើងយកមកពូតវាចឹងមកបងប្អូនអ្នកខ្លះក៏គេធ្វើវិធីផ្សេងពីហ្នឹងចឹងទៅនេះរមាក់អូនយូលីអត់មានគ្រឿងក្រៅគ្រប់សពបើយ៉ាងក៏ធ្វើអញ្ចឹងទៅបងប្អូនមកធ្វើតាមដែលយើងធ្វើទៅបានចឹងបងប្អូនមកវាមានអីទេមានអីពិបាកអីទេបងប្អូនមកអូនយូលីនេះឲ្យតែតាំងចិត្តថាធ្វើអីមួយគឺធ្វើបានហើយបងប្អូនណាឲ្យតែខ្ជិលតែអត់ខ្ជិលស្អីក៏ធ្វើការដែរបងប្អូនមកឥឡូវចាប់ផ្ដើមចាក់នំក្រួយបងប្អូនមកឈ្ងុយបដាឆ្អិនបដាហូបបដាតែម្ដងបងប្អូនហ្នឹងហើយនំក្រួយរបស់យើងគឺគេចាក់អញ្ចឹងបងប្អូនមុនដំបូងតែគេចាក់ហ្នឹងគេនេះបងប្អូនគេលាបខ្លាញ់លាបអីវាសិនអីចឹងបងប្អូនមកគេលាបខ្លាញ់តាមឲ្យពុំវាណាតាមអាហ្នឹងអំបែងនំក្រួយហ្នឹងគេយើងលាបពុំវាទៅយើងលាបខ្លាញ់វាចឹងមកកុំឲ្យវាជាប់នឹងអំបែងនំក្រួយហ្នឹងបងប្អូនមកហើយមកយើងចាក់ម្សៅយើងលាយមុននឹងចូលទៅបងប្អូនដល់យើងចាក់ហើយយើងទុកឲ្យវាឆ្អិនរួចហើយបើយើងចាក់វាយកទៅក្របលើគ្នាចឹងបងប្អូនមកនំក្រួយគេផ្គុំចូលគ្នាពីរបងប្អូនមកដូចបងប្អូនបានឃើញចឹងនេះគេគុំយកគ្នាពីរចឹងបងប្អូនមករួចរាល់ហើយយើងឆ្អិនណាបងប្អូនដល់គ្នាហើយយើងក៏ហូបទៅទឹកជ្រលក់របស់យើងអត់មានអីញ៉ៃច្រើនទេធ្វើដូចទឹកត្រីផ្អែមចឹងបងប្អូនដល់គ្នាទឹកជ្រលក់របស់យើងដាក់ដីដាក់អីចឹងបងប្អូនមករួចរាល់ហើយបងប្អូនមកហូបទាំងអស់គ្នាអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងឯងបាយបាយ